ឡាកាឃុំខ្លួនអញ្ញាលីគួងដាក់ពន្ធនាគាររឿងរកស៊ីនិងការងារស្កេមអនឡាញជាច្រើនកន្លែងនៅថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញ PJ ជននេះត្រូវបានតំណាងអយការចាប់ប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទឆោបោកមានឋានទម្ងន់ទោសជាក្រុមមានការចាត់តាំងនិងបោះសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យផ្ដាល់ទាទោសតាមមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌនិងមានមាត្រា38នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញទានភេរវកម្មតាមព័ត៌មានលោកលីគួងដែលមានការងារជាអុកញ៉ាផងដែរបានរកស៊ីនឹងការបទល្មើសស្កេមអនឡាញនេះយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់និងឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រែកចាកដែលក្រុមបរទេសរត់ចេញយ៉ាងប្រសេញប្រសាចកាលពីយប់មិញក៏ម្នាក់នេះនៅពីក្រោយផងដែរ